បាទសួស្តីបងប្អូនអរគ្នាខ្ញុំវិរៈខ្ញុំជាអ្នកចិត្តសាស្ត្រហើយជាអ្នកឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្តហើយថ្ងៃនេះយើងនឹងស្វែងយល់ជាមួយគ្នាបន្តទៀតទាក់ទងនឹងប្រធានបទសុខភាពផ្លូវចិត្តប៉ុន្តែយើងនឹងផ្ដោតទៅលើការថែទាំខ្លួនឯងក៏ដូចជាថែទាំសុខភាពផ្លូវចិត្តនៅក្នុងគ្រួសាររបស់យើងហើយមានបងប្អូនយើងច្រើនណាស់ចង់ដឹងពីប្រធានបទនេះដូច្នេះយើងអាចចំណាយពេលជាមួយគ្នាខ្លីៗការស្វែងយល់ជាមួយគ្នាជាងការថែទាំសុខភាពផ្លូវចិត្តមានអង្គការធំដែលធ្វើការទៅលើសុខភាពផ្លូវចិត្តនៅក្នុងពិភពលោកការណែនាំក៏ដូចជាមានគោលការណ៍មួយចំនួនខុសៗគ្នាហើយប៉ុន្តែមានគោលការណ៍រួមមួយដែលខ្ញុំចង់លើកមកដើម្បីស្វែងយល់ជាមួយនឹងបងប្អូនថ្ងៃនេះជាអនុសាសន៍របស់អង្គការសុខភាពពិភពលោកពីជំហាននៃការថែទាំសុខភាពផ្លូវចិត្តគឺមាន3ជំហានមានន័យថាទី1តកតងនឹងការថែទាំដើម្បីបង្ការពេលដែលយើងមិនទាន់ឈឺធ្វើម៉េចកុំឲ្យវាឈឺទី2ថែទាំនៅពេលដែលយើងមានបញ្ហាហើយមានការប្រឈមហើយយើងឈឺខ្លះហើយជាងយើងថែទាំរបៀបមិនហើយនៅទី3គឺឈ្មោះថាយើងមានជំងឺផ្លូវចិត្តមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតែយើងត្រូវថែទាំយ៉ាងដូចនេះអញ្ចឹងនៅក្នុងជំហាននីមួយៗនោះយើងមានចំណុចសំខាន់ព្រោះដែលយើងត្រូវឆ្លុះបញ្ចាំងនិងស្វែងយល់ទី1គឺការថែទាំដើម្បីបង្ការកុំឲ្យមានបញ្ហាផ្លូវចិត្តណាដូចជាបងប្អូនដែលកំពុងតែស្ដាប់ហើយនឹងស្វែងយល់ជាមួយគ្នានេះមានន័យថាភាគច្រើនអាចមិនទាន់ឈឺទេមិនទាន់ប្រឈមទេអញ្ចឹងជាឱកាសល្អឥឡូវមិនទាន់ឈឺមិនទាន់ប្រឈមត្រូវគិតថាតើយើងថែទាំខ្លួនឯងយ៉ាងដូចម្ដេចដើម្បីកុំឲ្យមានបញ្ហាផ្លូវចិត្តដើម្បីកុំឲ្យមានជំងឺផ្លូវចិត្តពាក្យថាឈឺមិនស្រួលទេណាបងប្អូនមែនទេមិនថាផ្លូវកាយផ្លូវចិត្តទេណាសុខចិត្តការពារប្រសើរជាងព្យាបាលហើយការពារកុំឲ្យឈឺប្រសើរជាងឈឺហើយទៅព្យាបាលហើយជំងឺខ្លះមិនមែនទៅព្យាបាលមួយថ្ងៃពីរថ្ងៃមួយអាទិត្យពីរអាទិត្យជាទេត្រូវចំណាយពេលយូរចំណាយថវិកាច្រើនខាតបង់ពេលវេលាធ្វើការងារអីផ្សេងណាអញ្ចឹងឥឡូវថែទាំដើម្បីបង្ការតើធ្វើម៉េចអញ្ចឹងមានចំណុចទី1គឺដើម្បីថែទាំសុខភាពផ្លូវចិត្តសំខាន់បំផុតបងប្អូនត្រូវដឹងសិនត្រូវយល់សិនពីសុខភាពផ្លូវចិត្តហើយបើបងប្អូនអត់ទាន់ដឹងអត់ទាន់យល់សុខភាពផ្លូវចិត្តនោះជាអីផងថែទាំរបៀបម៉េចហើយវាមានបញ្ហាហ្នឹងយ៉ាងដូចម្ដេចតែយើងកាលណាយើងអត់យល់យើងអត់ដឹងជួនកាលយើងថែទាំទៅអត់ត្រូវទេចិត្តតែខំប្រឹងថែមួយថ្ងៃថែដូចផ្លូវកាយអញ្ចឹងបងប្អូនខ្លះខំប្រឹងថែទាំសុខភាពផ្លូវកាយថែទាំឲ្យតែមានកីឡាថាថ្នាំនេះល្អវីតាមីននេះល្អទិញយកមកប្រើប្រាស់ទិញយកមកលេបប៉ុន្តែมันត្រឹមតែវាមិនជួយដល់សុខភាពវាធ្វើឲ្យមានបញ្ហាទៅដល់សុខភាពឃើញទេអាការយល់ដឹងហ្នឹងគឺសំខាន់ណាស់អញ្ចឹងនៅពេលដែលយើងយល់ដឹងពេលខ្លះយើងមិនចាំបាច់ចំណាយពេលច្រើនចំណាយកម្លាំងច្រើនចំណាយថវិកាច្រើនទេយើងគ្រាន់តែធ្វើឬក៏អនុវត្តតាមគោលការណ៍ណែនាំរបស់អ្នកជំនាញរបស់ចំណេះដឹងដែលយើងបានរៀនបានសូត្របានយល់បន្តិចទៅគឺធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងល្អហើយធ្វើឲ្យសុខភាពផ្លូវកាយរបស់យើងល្អហើយណាអញ្ចឹងការស្វែងយល់ការដឹងអំពីការរៀនសូត្រអំពីសុខភាពផ្លូវចិត្តដែលបងប្អូនកំពុងតែស្ដាប់នេះគឺសំខាន់ជាចំណុចចាប់ផ្ដើមនៃការថែទាំហ្នឹងមិនទាន់បានធ្វើអីបានន័យថាបងប្អូនមានន័យថាបងប្អូនបានចាប់ផ្ដើមថែទាំសុខភាពផ្លូវចិត្តដែរគ្រាន់តែបងប្អូនចូលរួមស្ដាប់ហើយនឹងស្វែងយល់ពីសុខភាពផ្លូវចិត្តតាមប្រធានបទជាច្រើនកន្លងមកអញ្ចឹងចំណុចផ្សេងទៀតដែលយើងចែករំលែកឆ្លុះបញ្ចាំងជាមួយគ្នាតកតងនឹងការថែទាំដើម្បីបង្ការណាបង្ការកុំឲ្យឈឺអញ្ចឹងអាចមួយទៀតអាចនិយាយអំពីការដឹងពីខ្លួនឯងណាដឹងពីសុខភាពផ្លូវចិត្តខ្លួនឯងដឹងពីសក្តានុពលពីសមត្ថភាពពីកម្រិតដែលខ្លួនឯងអាចធ្វើបានអញ្ចឹងយើងរក្សាដែនកំណត់ក្នុងការឈោមក្នុងការប្រើប្រាស់មានរឿងខ្លះយើងដឹងថាអូយើងអត់អាចទៅធ្វើរឿងនឹងបានទេព្រោះតើកាលណាធ្វើរឿងហ្នឹង
វានឹងធ្វើឲ្យយើងមានហានិភ័យផ្នែកផ្លូវចិត្តដូចអ្នកខ្លះថាម៉េចអូខ្ញុំអត់អាចទៅមើលគេគ្រោះថ្នាក់ដួលស្លាប់ឬក៏បែកឈាមអត់បានទេខ្ញុំមិនអាចទៅមើលរឿងហ្នឹងបានតែកាលណាមើលហ្នឹងហេងសួយគេអត់លក់ 4-5 យប់បាយអត់បាន 4-5 ថ្ងៃគេណាយើងត្រូវដឹងពីសមត្ថភាពពីដែនកំណត់របស់យើងកុំបំពេញណាបើសិនតែយើងមានសមត្ថភាពប៉ុណ្ណាយើងត្រូវតែកំណត់ឬក៏រក្សាខ្លួនយើងណាពេលខ្លះអ្នកខ្លះគាត់ទៅជួយថែទាំផ្លូវចិត្តរបស់អ្នកដទៃដែលគេកំពុងតែឈឺចាប់កំពុងតែសោកសង្រេងប៉ុន្តែគាត់ដឹងដែនកំណត់ដែរតែគាត់ទៅជួយគេហ្នឹងតើវានឹងអាចមានហានិភ័យមកខ្លួនឯងដែរឬក៏អត់ណាប្រយ័ត្នតែទៅកំណរគេសែតយូរទៅយើងនឹងធ្លាក់ខ្លួនសែតដែរណាយើងត្រូវតែដឹងអានេះជាការគិតគូរជាការពិនិត្យមើលពីដែនកំណត់សុខភាពផ្លូវចិត្តរបស់យើងនៅពេលដែលយើងរស់នៅខ្សែគប់ប្រើប្រាស់ឬក៏បំពេញតួនាទីខ្លួនឯងប្រចាំថ្ងៃណាអញ្ចឹងតើកាលណាយើងមិនបានធ្វើអីហួសពីកម្លាំងហួសពីដែនកំណត់យើងទេមានន័យថាក៏វាមិនសូវប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តយើងដែរដូចគេនិយាយរឿងផ្លូវកាយអញ្ចឹងផ្លូវកាយគេច្រើនដាស់តឿនយើងថាម៉េចថាកុំឲ្យធ្វើការហួសកម្លាំងមែនទេបងប្អូនតែកាលណាធ្វើការហួសកម្លាំងយ៉ាងម៉េចវាបាក់ណាបាក់កម្លាំងហើយពាក្យថាបាក់ហ្នឹងវាមិនងាយត្រឡប់មករឹងមាំវិញភ្លាមបានទេណាតែកាលណាធ្វើការងារបាក់កម្លាំងច្រើនដងញឹកញាប់ធ្វើឲ្យយើងទ្រុឌទ្រោមផ្លូវចិត្តដូចគ្នាតែកាលណាយើងធ្វើអ្វីដែលលើសពីធម៌ពលលើសពីកម្លាំងលើសពីធនធានផ្លូវចិត្តឬលើសពីសមត្ថភាពផ្លូវចិត្តដែលយើងមានធ្វើឲ្យយើងបាក់កម្លាំងផ្នែកផ្លូវចិត្តណាឃើញទេធ្វើឲ្យទ្រុឌទ្រោមផ្នែកសុខភាពផ្លូវចិត្តណាអញ្ចឹងចំណុចទី2ណាដែនកំណត់សំខាន់ហើយនឹងតកតងនឹងការថែទាំធម្មតាโดยផ្លូវកាយដែរណាពីព្រោះផ្លូវកាយនិងផ្លូវចិត្តគឺរួមគ្នាណាបានន័យថាមនុស្សម្នាក់មានសុខភាពល្អត្រូវមានទាំងផ្លូវកាយផ្លូវចិត្តជាមួយគ្នាហើយពីរហ្នឹងមានតំណែងតំណងគ្នាទៀតណាបើផ្លូវកាយមិនល្អមិនមាំទេអាផ្លូវចិត្តហ្នឹងក៏ទៅជាមួយគ្នាដែរឃើញទេហើយបើផ្លូវចិត្តហ្នឹងវាមិនមាំទេអាផ្លូវកាយហ្នឹងក៏ទៅជាមួយគ្នាដែរតលតែមាំរឹងមាំទាំងពីរបានសុខភាពយើងរឹងមាំណាអញ្ចឹងការថែទាំសាមញ្ញដូចដែលបងប្អូនកំពុងតែធ្វើកំពុងតែថែទាំទាំងអត់ដឹងខ្លួនថាខ្លួនឯងកំពុងតែយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពផ្លូវចិត្តទេហ្នឹងដូចជាការញ៉ាំណាការទទួលទានប្រចាំថ្ងៃដែលបងប្អូនហូបបាយឬក៏ហូបកាទៀវឬក៏មានអាហារដែលខ្លះគ្រប់គ្រងអាហារបានល្អណាស់ញ៉ាំអាហារដែលមានជីវជាតិហើយរក្សាគីឡូរបស់ខ្លួនឯងរក្សាប្រភេទអាហារដែលជួយទៅដល់សុខភាពផ្លូវកាយហើយក៏វាពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តដែរណាអញ្ចឹងត្រូវញ៉ាំបានគ្រប់គ្រាន់មានជីវជាតិពេញលេញអញ្ចឹងវាមិនមែនជួយតែផ្លូវកាយទេវាជួយផ្លូវចិត្តដែរហើយតកតងនឹងការគេងសម្រាកឲ្យបានគ្រប់គ្រាន់ណាគេដូចគ្នាទាំងផ្លូវកាយណាក៏អាចផ្លូវចិត្តដែរអញ្ចឹងបើផ្លូវកាយយើងវាអត់មានកម្លាំងកំហែងសំណួរសួរថាឲ្យផ្លូវចិត្តយើងល្អស្រស់ស្រាយមិនកើតឃើញទេអញ្ចឹងត្រូវតែគេងសម្រាកឲ្យបានគ្រប់គ្រាន់ពេញលេញដូចតែផ្លូវកាយដែរគ្រាន់តែផ្លូវចិត្តវាមានលក្ខណៈពិសេសបន្ថែមទៀតលើសពីផ្លូវកាយឧទាហរណ៍តកតងនឹងការទទួលទានអាហារក៏ដូចជាការគេងការសម្រាកឲ្យបានគ្រប់គ្រាន់ហ្នឹងវាមិនត្រឹមតែបំពេញទៅលើផ្លូវកាយតែយើងត្រូវយកចិត្តទុកដាក់បន្ថែមទៅលើតម្រូវការផ្លូវចិត្តឧទាហរណ៍ថាការញ៉ាំឲ្យបានគ្រប់គ្រាន់អញ្ចឹងបើសិនជាយើងចង់ញ៉ាំឲ្យទទួលបានការថែទាំផ្លូវចិត្តវាមិនគ្រាន់តែយើងញ៉ាំតែអាហារទេបើសិនជាយើងនិយាយអំពីលក្ខខណ្ឌឬក៏ការគិតគូរកាន់តែស៊ីជម្រៅហ្នឹងមានន័យថាយើងត្រូវគិតគូរថាតើនៅពេលដែលយើងញ៉ាំឬក៏ទទួលទានអាហារជារៀងរាល់ថ្ងៃហ្នឹងយើងបានជំរុញឬក៏ពង្រឹងឬក៏លើកកម្ពស់ធនធានឬក៏សុខភាពផ្លូវចិត្តយើងតាមរយៈអាហារហ្នឹងដោយរបៀបណាឧទាហរណ៍សាមញ្ញទោះបីជាយើងមិនបានឃើញមិនបាន
ចូលស៊ីចម្រៅទៅដល់ផ្លូវចិត្តក៏ពិតមែនផ្លូវចិត្តវាអត់មានរូបរាងក៏ពិតមែនប៉ុន្តែយើងមានរបៀបច្រើនដែលធ្វើឬក៏ផ្ដល់ទៅឲ្យផ្លូវចិត្តរបស់យើងទាំងភាពស្រស់ស្រាយហើយនិងភាពរឹងមាំឬក៏យើងអាចនិយាយសាមញ្ញថាជាធនធានផ្លូវចិត្តឧទាហរណ៍ថាដើម្បីឲ្យផ្លូវចិត្តយើងបានល្អទាក់ទងនឹងអាហារយើងអាចញ៉ាំអាហារណាដែលយើងចូលចិត្តណាពេលទៅចូលចិត្តយ៉ាងម៉េចឆ្ងាញ់សប្បាយរីករាយស្រស់ស្រាយគេណាអញ្ចឹងអាហ្នឹងសុទ្ធតែជារឿងវិជ្ជមាននៅក្នុងផ្លូវចិត្តនៅក្នុងសុខភាពផ្លូវចិត្តរបស់យើងណាកុំឲ្យគ្រាន់តែញ៉ាំអាហារឲ្យតែពេញពោះឲ្យតែឆ្អែតបាត់ឃ្លានប៉ុន្តែដើម្បីបំពេញទៅលើផ្នែកផ្លូវចិត្តយើងអាចញ៉ាំអាហារដែលយើងចូលចិត្តផងទៅក៏យើងញ៉ាំអាហារដែលមានភាពកក់ក្ដៅមានរីករាយក្តីរីករាយផងទៅណាដូចយើងភាពខុសគ្នារវាងញ៉ាំអាហារនៅផ្ទះនិងញ៉ាំអាហារនៅរេស្តូរ៉ង់ហ្នឹងគឺវាខុសគ្នាឃើញទេយើងញ៉ាំអាហារម្នាក់ឯងឯកោនៅក្នុងកន្លែងដែលធ្វើការសពប្រមុខឬមួយក៏យើងញ៉ាំអាហារជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើងនៅកន្លែងដែលមានទេសភាពល្អឃើញខុសគ្នាអីគេខុសគ្នាផ្លូវចិត្តឃើញណាចែកដូចគ្នាប៉ុន្តែមួយចែកតែរាងកាយទេតែផ្លូវចិត្តពោពេញទៅដោយភាពតានតឹងតបប្រមល់ប៉ុន្តែមួយទៀតចែកដែរប៉ុន្តែសប្បាយចិត្តរីករាយស្រស់ស្រាយមានភាពកក់ក្ដៅពោពេញដោយក្តីស្រឡាញ់គេនេះអានេះអាហារផ្លូវកាយផងអាហារផ្លូវចិត្តផងគេនេះអញ្ចឹងអាការគេងការសម្រាកដូចគ្នាដែរបងប្អូនមែនថាដូចអ្នកខ្លះថាការគេងសំខាន់គឺលក់ត្រូវហើយការគេងសំខាន់គឺលក់ប៉ុន្តែដើម្បីផ្លូវចិត្តយើងអាចគិតឲ្យលើសពីការលក់នឹងបន្តិចទៅមានន័យថាគេងឲ្យមានផាសុខភាពគេងឲ្យមានភាពកក់ក្ដៅគេងដែលមានភាពស្រស់ស្រាយណាបន្ថែមទៀតទៅដើម្បីអីដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តរបស់យើងឃើញណាអញ្ចឹងអរគុណច្រើនហ្នឹងហើយនេះរឿងតិចតួចបន្ថែមលើសពីអ្វីដែលយើងធ្លាប់ធ្វើជាប្រចាំថ្ងៃប៉ុន្តែបានប្រយោជន៍ទៅដល់ការថែទាំសុខភាពផ្លូវចិត្តបងប្អូនណាតើតើក្រំតើតើការញ៉ាំតើតើការគេការសម្រាប់អីតិចតួចសោះហើយពេលខ្លះយើងអាចបានយកចិត្តទុកដាក់ទេណាតែតើតើនឹងការចំណាយពេលលំហែមានពេលវេលាមានឱកាសយើងអាចលំហែពីព្រោះមនុស្សយើងមិនកើតមកដើម្បីតែធ្វើការងារឬក៏កើតមកដើម្បីតែ stress កើតមកដើម្បីតែស្មុគស្មាញទេយើងត្រូវការស្រស់ស្រាយការសប្បាយរីករាយត្រូវការសេរីភាពត្រូវការផ្សេងឯកជនភាពផ្សេងហ្នឹងការចំណាយពេលវេលាសម្រាប់កម្សាន្តលំហែក៏ជារឿងសំខាន់ដែលធ្វើឲ្យផ្លូវចិត្តរបស់យើងហ្នឹងស្រស់ស្រាយរឹងមាំហើយនឹងរីកលូតលាស់បានល្អណាប៉ុន្តែវាមិនមែនចំណាយពេលច្រើនហួសហេតុទៅលើតែការថែទាំឬក៏ការលំហែហ្នឹងទេការរក្សាសកម្មភាពដែលធ្វើឲ្យអារម្មណ៍យើងវិជ្ជមានគឺជារឿងសំខាន់ណាស់ក្នុងការថែទាំសុខភាពផ្លូវចិត្តប្រចាំថ្ងៃរបស់យើងព្រោះយើងត្រូវដឹងថានៅពេលដែលយើងមានបញ្ហាឈោមទៅលើផ្លូវចិត្តបានន័យថាដោយសារតែអីដោយសារតែសកម្មភាពដោយសារតែការងារដោយសារតែបន្ទុកដោយសារតែការប្រឈមផ្សេងហ្នឹងចុះបើសិនជាយើងរស់នៅហើយយើងមានសកម្មភាពយើងមានការងារសកម្មភាពជាច្រើនដែលជាសកម្មភាពដែលធ្វើឲ្យយើងរីករាយអញ្ចឹងយើងមិនងាយឈឺទេយើងនឹងមិនងាយមានការប្រឈមជាមួយនឹងបញ្ហាផ្លូវចិត្តទេហើយទម្លាប់បងប្អូនដែលជាទម្លាប់ល្អហើយទម្លាប់ដែលបងប្អូនចូលចិត្តបងប្អូនធ្វើទៅអនុវត្តទៅហើយធ្វើកាន់តែច្រើនកាន់តែល្អណាជៀសវាងសកម្មភាពណាឬក៏ទម្លាប់ណាដែលបងប្អូនគិតថាទៅធ្វើឲ្យខ្លួនឯងធុញថប់ធ្វើឲ្យខ្លួនឯងពិបាកធ្វើឲ្យខ្លួនឯងមានហានិភ័យអាហ្នឹងផ្លាស់ដូរចេញទៅឬមួយឈប់វាទៅណាបើអាចជៀសបានលើកលែងតែរឿងខ្លះយើងជៀសមិនបានយើងអាចព្យាយាមធ្វើដើម្បីប្រាក់ចំណូលដើម្បីសេដ្ឋកិច្ចគ្រួសារដើម្បីអនាគតប៉ុន្តែយើងត្រូវតែមានការយកចិត្តទុកដាក់ទៅលើរឿងវិជ្ជមានដើម្បីសុខភាពផ្លូវចិត្តរបស់ខ្លួនឯងការហាត់ប្រាណឬមួយក៏ការអនុវត្តលំហាត់ចំនួនដែលធ្វើឲ្យផ្លូវចិត្តធូរស្រាលតាមតែបងប្អូនដឹងចេះយល់វាក៏ជារឿងល្អរឿងសំខាន់ដែលជួយរក្សាតុល្យភាពសុខភាពផ្លូវចិត្តបងប្អូនឲ្យនៅតែល្អឲ្យនៅតែប្រសើរណាអញ្ចឹងការថែទាំទី1ថ
ថែទាំឲ្យនៅតែល្អដដែលឬមួយក៏ថែទាំឲ្យល្អជាងមុនទៅទៀតណាបើយើងល្អខ្លះហើយល្អជាងមុនទៅទៀតអញ្ចឹងវាមិនមិនងាយឈឺវានឹងមិនងាយប្រឈមនឹងបញ្ហាផ្លូវចិត្តទេអញ្ចឹងទី2ជំហានទី2លំដាប់ទី2អាចគិតគូរទៅដល់ការថែទាំសុខភាពផ្លូវចិត្តនៅពេលដែលបងប្អូនប្រឈមខ្លះមានបញ្ហាខ្លះពីព្រោះការរស់នៅការចិញ្ចឹមជីវិតការរកប្រាក់ចំណូលការធ្វើឲ្យជីវិតមានការរីកចម្រើនពេលខ្លះមិនមែនជារឿងស្រួលទេវាត្រូវលះបង់ពេលវេលាលះបង់កម្លាំងកាយចិត្តឬក៏លះបង់ការប្រថុយប្រថានមួយចំនួនហើយទាំងអស់នោះអាចធ្វើឲ្យយើងប្រឈមជាមួយនឹងបញ្ហាផ្លូវចិត្តប្រឈមនឹងការភ័យខ្លាចប្រឈមនឹងហានិភ័យមួយចំនួនដែលជាបំផុតប៉ុន្តែរឿងដែលល្អបងប្អូនកុំភ្លេចទោះបីក្នុងលក្ខខណ្ឌណាក៏ដោយបងប្អូនត្រូវយកចិត្តទុកដាក់ទាក់ទងនឹងការថែទាំសុខភាពខ្លួនឯងណាអញ្ចឹងនៅពេលដែលយើងមានការប្រឈមមានបន្ទុកកាន់តែធ្ងន់ទៅការទទួលខុសត្រូវកាន់តែច្រើនយើងត្រូវដឹងថាពេលហ្នឹងផ្លូវចិត្តយើងកំពុងតែទទួលរងសម្ពាធហើយបើសិនជាយើងដឹងហើយយើងទទួលស្គាល់សាមញ្ញទេសំខាន់មនុស្សយើងឲ្យតែយើងដឹងហើយយើងទទួលស្គាល់ថាឥឡូវហ្នឹងយើងកំពុងរែកលីពុនហ្នឹងវាលើសពីកម្លាំងលើសពីសមត្ថភាពរបស់យើងហើយឥឡូវសំណួរសួរថាតើយើងសម្រេចចិត្តដូចណាពីព្រោះគ្រាន់តែដឹងគ្រាន់តែទទួលស្គាល់វាមិនតាន់គ្រប់គ្រាន់ទេណាតើតែយើងបញ្ចេញសកម្មភាពថាត្រូវតើធ្វើម៉េចដើម្បីឲ្យវាធូរស្រាលណាអញ្ចឹងពេលខ្លះបើអាចធ្វើបានបើយើងដឹងថាវាធ្ងន់ធ្ងរលើសពីអ្វីដែលយើងអាចប្រឈមហើយយើងកាត់បន្ថយទម្ងន់ខ្លះទៅអាណាដែលយើងកាត់បានអាណាដែលយើងឈប់បានណាអញ្ចឹងកាត់បន្ថយបន្ទុកនៃការទទួលខុសត្រូវដែលយើងដឹងថាឥឡូវនេះយើងហាក់បីដូចជាធ្វើការលើសទទួលខុសត្រូវលើសការប្រឈមហ្នឹងវាជ្រុលពេកអញ្ចឹងយើងទៅកាត់បន្ថយបន្ទុកទម្ងន់នៃការប្រឈមរបស់យើងតែបើអាចធ្វើបានពេលខ្លះអាចក៏ដោយមិនអាចក៏ដោយចាំបាច់ត្រូវទៅធ្វើពីព្រោះអានេះវាជារឿងសុខភាពណាហើយបើយើងមិនបន្ធូរទេហើយយើងសង្ឃឹមឲ្យស្រាលជាងមុនមិនអត់សង្ឃឹមឲ្យធូរជាងមុនមិនកើតអានេះវាជារឿងវិទ្យាសាស្ត្រណាមែនបងប្អូនបាទអញ្ចឹងតើវិធីសាស្ត្រឬក៏របៀបកាត់បន្ថយរបស់បងប្អូនមិនអានឹងរឿងផ្ទាល់ខ្លួនធ្វើមិនបានពេលខ្លះថារឿងខ្លះរឿងក្នុងផ្ទះទាំងអស់យើងយកមកទទួលខុសត្រូវដល់លីសែងណាដើម្បីថែទាំប្រពន្ធថែទាំប្តីឬក៏ថែទាំកូនយើងចង់ឲ្យអ្នកនៅក្នុងផ្ទះសុខស្រួលតែសុខចិត្តលំបាកឯងតែมันប្រកាសថាជំរឿនហ្នឹងសុទ្ធតែជាជំរឿនដែលត្រឹមត្រូវក៏មែនដែរពេលខ្លះយើងចាំបាច់ត្រូវតែចែករំលែកការទទួលខុសត្រូវតាមរបៀបតាមមុខងាររៀងខ្លួនរវាងឪពុកម្ដាយកូនប្រពន្ធត្រូវមានកិច្ចការងារផ្សេងគ្នាដើម្បីអីទី1ម្នាក់អាចរៀនសូត្រពីការទទួលខុសត្រូវទាំងអស់ហ្នឹងហើយក៏ជាការសម្រាលបន្ទុកគ្នាទៅវិញទៅមកការជួយគ្នាទៅវិញទៅមកដែរនេះជារបៀបកាត់បន្ថយបន្ទុកហើយនឹងជួយទៅដល់ផ្លូវចិត្តរបស់យើងដែលកំពុងតែប្រឈមកំពុងតែមានសម្ពាធទី2អាចគិតគូរទៅដល់ការគ្រប់គ្រងពេលវេលាណានៅពេលដែលយើងប្រឈមនឹងបញ្ហាផ្លូវចិត្តមិនមានបញ្ហាផ្លូវចិត្តវាមិនមែនជារឿងចៃដន្យទេណាភាគច្រើនអាចយើងធ្វើការងារច្រើនទទួលខុសត្រូវច្រើនលែងខ្វល់ពេលលែងខ្វល់វេលាណាពេលវេលាសម្រាប់ក៏លែងមានពេលវេលាដោះស្រាយឬក៏ជួយខ្លួនឯងក៏លែងមានពេលវេលាផ្ទាល់ខ្លួនលែងមានអីអញ្ចឹងការគ្រប់គ្រងពេលវេលាជាផ្នែកមួយដើម្បីឲ្យបងប្អូនមានឱកាសក្នុងការគិតគូរឡើងវិញពីការផ្ដល់ពេលវេលាឲ្យខ្លួនឯងឬក៏ពេលវេលាណាដែលយើងអាចថែទាំសុខភាពពេលវេលាណាដែលយើងត្រូវធ្វើការពេលវេលាណាដែលយើងត្រូវរក្សាទំនាក់ទំនងសង្គមអីផ្សេងនេះជាវិធីសាស្ត្រឬក៏មធ្យោបាយដើម្បីសម្រាលឬក៏ដកខ្លួនក្នុងចំណែកណាមួយដើម្បីសុខភាពផ្លូវចិត្តណាអញ្ចឹង
ពេលដែលយើងគ្រប់គ្រងពេលវេលាបានប្រសើរជាងមុនយើងនឹងមានពេលសម្រាប់ខ្លួនឯងខ្លះក្នុងការថែទាំខ្លួនឯងក៏ដូចជាគិតពីដែនកំណត់របស់ខ្លួនឯងហើយពេលខ្លះក៏យើងត្រូវគិតគូរឬក៏យកចិត្តទុកដាក់ថាតើធ្វើម៉េចមានវិធីសាស្ត្រអីមធ្យោបាយណាដើម្បីជួយឲ្យខ្លួនឯងប្រសើរឡើងមកវិញតែឥឡូវនេះយើងកំពុងតែប្រឈមជាមួយនឹងបញ្ហាផ្លូវចិត្តយើងកំពុងតែមានសម្ពាធផ្លូវចិត្តអញ្ចឹងត្រូវគិតហើយនឹងត្រូវធ្វើព្រោះអាហ្នឹងបើយើងមិនធ្វើវាមិនបានធូរទេយើងមិនគិតវាមិនបានធូរទេណាយើងត្រូវតែគិតណាត្រូវតែធ្វើយ៉ាងហោចណាស់ក៏យើងត្រូវគិតពីថាទឹមនឹងយើងចំណាយពេលដើម្បីរកលុយរកស៊ីចំគ្រួសារតែយើងមានពេលវេលាសម្រាប់ខ្លួនឯងសប្បាយរីករាយណាសាមដើរលេងឬមួយក៏បធូរឬក៏ជួបមិត្តភ័ក្តិឬក៏ធ្វើអីដែលខ្លួនឯងចូលចិត្តអត់ដើម្បីឲ្យវាឆ្លាស់គ្នាណាបាក់ខ្លះសប្បាយខ្លះធូរខ្លះតឹងខ្លះធ្ងន់ខ្លះស្រាលខ្លះអញ្ចឹងណាហើយក៏ត្រូវលើកទឹកចិត្តខ្លួនឯងតាមរយៈការបំពេញនៅចំណូលចិត្តណាសូម្បីតែញ៉ាំអាហារដែលខ្លួនឯងចូលចិត្តទៅកន្លែងដែលខ្លួនឯងចង់ទៅឬក៏ធ្វើរឿងដែលខ្លួនឯងចង់ធ្វើណាសុទ្ធតែជាចំណែកក្នុងដំណោះស្រាយពេលដែលយើងកំពុងតែមានសម្ពាធផ្លូវចិត្តណាឬក៏ជាការថែទាំនិងយកចិត្តទុកដាក់ខ្លួនឯងឲ្យបានកាន់តែច្រើនណាហើយនៅពេលដែលយើងមានបញ្ហាឬក៏ប្រឈមនឹងបញ្ហាផ្លូវចិត្តបងប្អូនកុំភ្លេចត្រូវយកចិត្តទុកដាក់ក្នុងការចែករំលែកបញ្ហាចែករំលែករឿងរ៉ាវចែករំលែកអារម្មណ៍ជាមួយនឹងអ្នកដទៃមិនថាសាច់ញាតិមិត្តភ័ក្តិឬមួយក៏ក្រុមការងារពីព្រោះការចែករំលែកនេះក៏ជាផ្នែកមួយសំខាន់ដែលធ្វើឲ្យផ្លូវចិត្តបងប្អូននឹងធូរស្រាលបងប្អូនមានបញ្ហាហើយបងប្អូនអត់ព្រមចែករំលែកហើយចិត្តតែខំមាត់សង្កត់ចិត្តអោបណាដុំភ្លើងគេថាអោបដុំភ្លើងនៅក្នុងទ្រូងអញ្ចឹងយូរទៅវានឹងឆេះអញ្ចឹងនៅពេលដែលបងប្អូនចំណាយពេលវេលាឲ្យចែករំលែករឿងរ៉ាវទោះបីគេមិនបានជួយអីយើងក៏ដោយគ្រាន់តែគេស្ដាប់យើងគេដឹងពីឋានភាពរបស់យើងក៏មានអារម្មណ៍ថាធូរស្រាលក្នុងចំណែកមួយដែរហើយការហាត់ប្រាណឬក៏ការអនុវត្តលំហាត់មួយចំនួនដែលបងប្អូនចេះដឹងយល់ហើយនឹងវានឹងធ្វើឲ្យបងប្អូនធូរស្រាលហ្នឹងក៏បងប្អូននៅតែបន្តហើយទៅចាំថាការថែទាំដើម្បីជួយខ្លួនឯងនេះគឺត្រូវតែយកចិត្តទុកដាក់បានច្រើនជាងគ្រាន់តែថែទាំដើម្បីបង្ការពីព្រោះយើងកំពុងតែប្រឈមបញ្ហាហើយអញ្ចឹងយើងត្រូវតែដាក់អត្ថភាពក្នុងការថែទាំខ្លួនឯងឲ្យបានខ្លាំងក្លាជាងការថែទាំនៅពេលដែលយើងមិនទាន់ឈឺណាខ្ញុំជឿថាបងប្អូនបានពិបាកយល់ទេអំពីរបៀបក្នុងជំហានទី1និងជំហានទី2នេះហើយចំណុចបន្ទាប់បងប្អូនក៏ត្រូវតែដោះស្រាយបញ្ហាមួយចំនួនដែលបងប្អូនអាចធ្វើបានដែរធ្វើបានក៏ដោយធ្វើមិនបានក៏ដោយព្រោះបងប្អូនប្រឈមនឹងបញ្ហាផ្លូវចិត្តមានន័យថាក៏វាមិនចៃដន្យដែរអាចថាបងប្អូននឹងមានបញ្ហាផ្សេងដែលត្រូវដោះស្រាយជាងបញ្ហាផ្លូវចិត្តក៏ត្រូវដោះស្រាយបញ្ហាគ្រួសារបញ្ហាការងារបញ្ហាផ្សេងក៏ត្រូវដោះស្រាយជាមួយគ្នាដែរអញ្ចឹងបងប្អូនត្រូវចាត់អត្ថភាពក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលចាំបាច់ណាមិនមែនថាមានបញ្ហាចេះតែទុកមានបញ្ហាផ្លូវចិត្តហើយប្រឈមផ្លូវចិត្តចេះតែទុកវាមិនអីទេអាពាក្យថាមិនអីទេហ្នឹងវាមិនមែនជារឿងល្អទេត្រូវតែដាក់អត្ថភាពណាដោះស្រាយបញ្ហាផ្លូវចិត្តសម្ពាធផ្លូវចិត្តដោយរបៀបណាត្រូវមានផែនការទៅជួបអ្នកជំនាញពិគ្រោះឬមួយក៏ទៅស្វែងយល់កាន់តែស៊ីជម្រៅពីរឿងបញ្ហាផ្លូវចិត្តឬក៏អីផ្សេងទៀតត្រូវតែមានដើម្បីបណ្ដោះគឺអត់ធូរស្រាលទេហើយគេលើកទឹកចិត្តឲ្យបងប្អូនចូលរួមសកម្មភាពសង្គមឲ្យបានកាន់តែច្រើននៅពេលដែលយើងប្រឈមនឹងបញ្ហាផ្លូវចិត្តពីព្រោះការចូលរួមសកម្មភាពសង្គមវាជាចំណែកមួយនៃការចែករំលែកអារម្មណ៍ចែករំលែកបញ្ហាចែករំលែកអាកិតអីផ្សេងហើយក៏វាអាចធ្វើឲ្យយើងទទួលបានការគ្រប់គ្រងពីមនុស្សនៅជុំវិញខ្លួននៅក្នុងសង្គមរបស់យើងដែរហើយបើចាំបាច់ក៏ត្រូវស្វែងរកការជួយនៅទីនេះមិនកំណត់ថាតល់ទៅជួបអ្នកជំនាញទេសូម្បីតែមិត្តភ័ក្តិសាច់ញាតិរបស់យើងឬក៏ក្រុមការងាររបស់យើងក៏ជាអ្នកដែលធនធានអាចជួយយើងដែរហើយការជួយគេអាចជួយតាមរបៀបផ្សេងពេលខ្លះគេគ្រាន់តែជួយស្ដាប់យើងហ្នឹងក៏វាគ្រប់គ្រាន់ដែរក្នុងការជួយ
មួយឈឺឆ្អាលជួយចំណាយពេលជជែកជាមួយយើងឬក៏ចូលរួមកម្មវិធីរបស់យើងណាអាហ្នឹងគឺវាសាមញ្ញទេប៉ុន្តែវាជួយឲ្យបងប្អូនដោះស្រាយស្ថានភាពតានតឹងបងប្អូនបានច្រើនហើយក្នុងដំណាក់កាលនេះបើសិនជាបងប្អូនអាចចំណាយពេលជួបអ្នកជំនាញប្រឹក្សាផ្លូវចិត្តគឺកាន់តែប្រសើរពីព្រោះតន់នៅស្ថានភាពបញ្ហាផ្លូវចិត្តប្រឈមនៅស្រាលអញ្ចឹងការជួយឲ្យប្រសើរឡើងវាអាចមានប្រសិទ្ធភាពខ្ពស់ហើយនឹងចំណាយពេលវេលាខ្លីតែប្រចាំមកដល់ឈឺធ្ងន់ហើយបានទៅរកការព្យាបាលអាចវាមិនស្រួលទេហើយឬក៏អាចមានរបៀបផ្សេងទៀតដែលបងប្អូនអាចគិតថាជាពេលវេលាដែលបងប្អូនទៅជួយខ្លួនឯងថែខ្លួនឯងឲ្យបានដិតដល់ឲ្យបានទៀងទាត់អញ្ចឹងជំហានទី3ជំហានចុងក្រោយគឺមានន័យថាពេលដែលបងប្អូនឈឺមានជំងឺផ្លូវចិត្តអាចថាធ្ងន់ហើយរំខានខ្លាំងរហូតដល់ធ្វើការលែងកើតឬក៏ពិបាកក្នុងការរស់នៅប្រចាំថ្ងៃហើយអ្នកខ្លះធ្វើទុកក្នុងខ្លួនពិបាកតដង្ហើមអ្នកខ្លះគិតច្រើនអ្នកខ្លះសង្ងំនៅក្នុងផ្ទះអត់ចង់ចេញទៅក្រៅអីជាដើមអ្នកខ្លះអារម្មណ៍ឆេវឆាវបកកចំពោះអីផ្សេងបងប្អូនត្រូវតែរលឹកដឹងខ្លួនឯងថាខ្លួនឯងនឹងខុសប្លែកពីមុនណាខុសប្លែកពីធម្មតាបងយើងកំពុងតែប្រឈមហើយអញ្ចឹងអានេះជាដំណាក់កាលដែលបងប្អូនត្រូវស្វែងរកការជួយពីអ្នកជំនាញហើយបើសិនជាស្ថានភាពវាលំបាកវារំខានខ្លាំងហើយតទៅអ្នកជំនាញបានអាចជួយបងប្អូនបានចាប់ផ្ដើមចេញតាំងពីការបានប្រមាណការវិតម្លៃស្ថានភាពសុខភាពផ្លូវចិត្តឬក៏ការធ្វើរោគវិនិច្ឆ័យពីជំងឺផ្លូវចិត្តបញ្ហាផ្លូវចិត្តរបស់យើងណារហូតដល់ការព្យាបាលអញ្ចឹងមកដល់ដំណាក់កាលនេះប្រហែលជាយើងត្រូវនិយាយពីការព្យាបាលហើយអត់និយាយត្រឹមតែថែទាំសុខភាពផ្លូវចិត្តដោយជំហានទី1ជំហានទី2ទៀតទេប៉ុន្តែមិនមែនមានន័យថាយើងទៅព្យាបាលនឹងអត់ថែទាំខ្លួនឯងទេបានន័យថាការថែទាំខ្លួនឯងនៅតែរក្សាតែយើងត្រូវបង្កើនជំរឿនទាក់ទងនឹងការព្យាបាលជាការព្យាបាលបងប្អូនត្រូវទៅព្យាបាលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសកុំគ្រាន់តែជឿតាមគេឬក៏គិតតាមគេដូចក្នុងជំហានទី1ទី2លើកទឹកចិត្តឲ្យបងប្អូនស្វែងយល់អំពីសុខភាពផ្លូវចិត្តចឹងណាបានន័យថាត្រូវឲ្យយល់ត្រូវឲ្យដឹងថាតើការថែទាំការព្យាបាលគេធ្វើម៉េចដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសអត់មែនទៅតាមវប្បធម៌ទេសនៃមួយតំបន់មួយវាជារឿងធម្មតាតាមជំនឿប៉ុន្តែសម័យនេះបានន័យថាវិទ្យាសាស្ត្រជឿនលឿនគួរសមដែរហើយអញ្ចឹងការព្យាបាលឬក៏ការដោះស្រាយបញ្ហាតាមបែបវិទ្យាសាស្ត្រវាជាជម្រើសមួយដែលមានប្រសិទ្ធភាពហើយនឹងជួយបានច្រើនអញ្ចឹងការព្យាបាលជំងឺផ្លូវចិត្តជាទូទៅតាមលក្ខណៈបច្ចេកទេសគឺមានពីបែបពីប្រភេទទី1គេហៅថាការព្យាបាលតាមបែបចិត្តសាស្ត្រអត់ប្រើថ្នាំទេហើយនឹងទី2ការព្យាបាលដោយថ្នាំជាមួយនឹងការទី1ការព្យាបាលតាមបែបចិត្តសាស្ត្រអត់ប្រើថ្នាំទេហើយនឹងទី2ការព្យាបាលដោយប្រើថ្នាំជាមួយនឹងគ្រូពេទ្យវិកលវិទ្យាអញ្ចឹងក្នុងជំរើសពីរនេះមានន័យថាបើស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបងប្អូនទៅរកសេវាព្យាបាលទាំងពីរមានន័យថាដោយប្រើថ្នាំផងហើយតាមបែបចិត្តប៉ុន្តែបើសិនជាស្ថានភាពបងប្អូននៅគ្រប់គ្រងបានទេមានន័យថាជំរើសព្យាបាលតាមបែបចិត្តសាស្ត្រអាចគ្រប់គ្រាន់មិនចាំបាច់ទៅដល់ការប្រើប្រាស់ថ្នាំទេពីព្រោះបងប្អូនខ្លះក្នុងពេលបច្ចុប្បន្នហ្នឹងនៅពេលដែលគាត់ប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្តគាត់បារម្ភខ្លាចគាត់ញៀនថ្នាំថែមទៀតប្រឈមកាន់តែលំបាកឬមួយក៏គាត់បារម្ភថាថ្នាំផ្លូវចិត្តនឹងអាចធ្វើឲ្យគាត់ពឹងផ្អែកថ្នាំនឹងមិនអាចអត់បានឬមួយក៏យ៉ាងម៉េចដែរអញ្ចឹងសំខាន់បងប្អូនទៅជួបអ្នកជំនាញសិនដើម្បីពិគ្រោះហើយនឹងស្វែងយល់ថាតើស្ថានភាពនឹងជំងឺបងប្អូនទៅព្យាបាលតាមប្រព័ន្ធបែបចិត្តសាស្ត្រឬមួយក៏ទៅព្យាបាលដោយប្រើថ្នាំឬក៏ទាំងប្រើថ្នាំទាំងបែបចិត្តសាស្ត្រ
ហើយក្នុងពេលហ្នឹងក៏បងប្អូនតើតើយកចិត្តទុកដាក់បន្តថែទាំសុខភាពផ្លូវចិត្តខ្លួនឯងដោយយកចិត្តទុកដាក់ដល់ដែរណាចឹងអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនទាំងអស់គ្នាតេតងនឹងការថែទាំសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនក៏ដូចជាថែទាំសុខភាពផ្លូវចិត្តនៅក្នុងគ្រួសារហើយសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយបើមានសំណួរសូមសួរមកក្នុងការងារពួកយើងនឹងឆ្លើយតបទៅបងប្អូនវិញតាមលំដាប់លំដោយអរគុណជម្រាបលាហើយនឹងជួបគ្នានៅវីដេអូក្រោយទៀត